ទទួលបានសំណួរច្រើនមែនតើតើដងនឹងទាំងអស់ពីរនេះ Dior Survive EDP ឬក៏ YSL Y EDP brand ធំដូចគ្នាល្អដូចគ្នាប្រហែលសម្រាប់ចិនតិចហើយអញ្ចឹងមកសង្ខេបខ្លីៗតើដងទាំងអស់ពីរនេះទាំងអស់គ្នា Dior Survive EDP ដែលមនុស្សភាគច្រើនចូលចិត្តហៅថាក្លិនប្រុសព្រឿងប្រុសសាវ៉ាតែអ្នកលក់សុំហៅថាក្លិនប្រុសតាក់ទាញចោះកុំឲ្យបងអន់ចិត្តហើយពី Dior Survive គឺក៏អូបឈ្ងុយភាងងុំបែបលក្ខណៈស្រស់ស្រាយប៉ុន្តែលាយក្លិនម្រេចហឹលនៅក្នុងនោះចំណែកឯ YSL Y EDP វិញក្លិនគេបែបលក្ខណៈស្រស់ស្រាយដូចទៅចេញពីមួយទឹកក្លិនវារៀងគេថាក្លិនដូចសាប៊ូលុចហ្នឹងបងវារៀងស្រស់ស្រាយប៉ុន្តែវាមានក្លិនផ្លែឈើនៅក្នុងហ្នឹងវាខុសពី Dior Survive ដែលមានក្លិនផ្កាច្រើនជាងសង្កេតឃើញថាភាគច្រើនបើសិនជាបងគាត់ទៅចាប់ដើមប្រើទឹកអប់ហើយគាត់ចង់ទិញទឹកអប់មួយដឹងមួយគាត់នឹងរើសយក Dior Survive EDP ឯព្រោះដោយសារក្លិនវា safe to blind buy បានន័យថាទិញអត់ងាយខុសចិត្តទេហើយមួយទៀតដោយសារតែ brand Dior ដូចថាយើង at least យើងមានមួយនៅក្នុង collection របស់យើងអញ្ចឹងហើយសម្រាប់ YSL Y វិញភាគច្រើនបើសិនជាបងគាត់ធ្លាប់ប្រើគាត់មាន Dior Survive ហើយគាត់ចង់ផ្លាស់ប្ដូររសជាតិគាត់នឹងយក YSL Y EDP ហ្នឹងមកអញ្ចឹងបើសិនយើងចង់បានក្លិនប្លែកខុសពីគេអត់ជន់គេយើងអាចយកពួក YSL A ហ្នឹងបានហើយបើសិនជាបងអត់ទាន់ច្បាស់ចិត្តអាចទិញជាដបផ្ទេទៅសាកបានហើយដបផ្ទេនេះងាយស្រួលហ្មងជាពិសេសបនភ្ជុំអញ្ចឹងហើយយើងដាក់តែដបផ្ទេ2ដបទៅយើងអាចបាញ់ឆ្លាស់គ្នាបានរៀងស្អាតងាយស្រួលប្រើប្រាស់ងាយស្រួលដាក់តាមខ្លួនចំណេញថវិកាបានច្រើនមែនតើបើសិនជាបងទិញទៅខុសត្រូវក្លិនអីវាអត់សូវស្អាតដូចយើងទិញដបធំទេ